សួស្តីពុកម៉ែបងប្អូនវីដេអូនេះខ្ញុំមកចែកចំណេះដឹងតិចតួចទៅដល់ពុកម៉ែបងប្អូនហ្នឹងហើយបើសិនជាជាងគាត់ដឹងហើយមិនបាច់ប្រាប់ទេហ្នឹងហើយបងជាងបងប្អូនជាងគាត់ដឹងហើយវិធីសាស្ត្រក្នុងការដែលយើងដំយកអាសទះផ្ដាងខាងក្រៅហ្នឹងយកចេញព្រោះម៉ូតូតវាបែកគ្រាប់អស់វាធ្លាក់មកតែឡតក្នុងឬមួយក៏គ្រាប់ផ្ដាងទេតែអាសទះហ្នឹងវានៅជាប់នៅនឹងអញ្ចឹងវីដេអូនេះខ្ញុំមកចែកជាចំណេះដឹងតិចតួចទៅដល់ពុកម៉ែបងប្អូនដែលគាត់ខូចម៉ូតូនៅតាមវាលស្រែឬមួយក៏នៅចកាអញ្ចឹងគាត់ទិញយកទៅដាក់ខ្លួនឯងហើយវិធីសាស្ត្រក្នុងការដំយកសទះផ្ដាំងខាងក្រៅនេះចេញមកក្រៅអញ្ចឹងមានបងប្អូនខ្លះគាត់ធ្វើខុសពីខ្ញុំបងប្អូនខ្លះគឺគាត់ផ្សារហើយបានគាត់ដំបញ្ចេញមកអញ្ចឹងក៏វាបានដែរបងប្អូនក៏ប៉ុន្តែខ្ញុំធ្វើបែបផ្សេងហ្នឹងហើយធ្វើដូចខ្ញុំធ្វើរាល់ដងអញ្ចឹងមិនថាវាបែកជាប់នៅនឹងតាមបួរដែលចាប់មញងឬមួយក៏ក្នុងដុំទេគឺវិធីសាស្ត្រងាយខ្លាំងមែនតើហ្នឹងហើយបងប្អូនតោះឥឡូវកុំរៀបរាប់យូរខ្ញុំនឹងធ្វើឲ្យបង្ហាញប្រាប់បងប្អូនទាំងអស់គ្នាដំបូងឡើយបងប្អូនយកខ្លាញ់គោហ្នឹងហើយយកខ្លាញ់គោមកប៊ីត្រង់កន្លែងស្ទះផ្ដាងហ្នឹងយើងយកមកប៊ីវាហាដើម្បីឲ្យយើងដាក់គ្រាប់ផ្ដាងទៅវាជាប់បងប្អូនវាអត់ធ្លាក់វិញអញ្ចឹងយើងប៊ីរួចហើយឥឡូវយកគ្រាប់ផ្ដាងហ្នឹងហើយគ្រាប់ផ្ដាងយកមករៀបចូលវិញគ្រាប់ផ្ដាងវាមាន1 2 3 4 5 6 7គ្រាប់បងប្អូនគ្រាប់ផ្ដាងមញងអាហ្នឹងយើងយកមករៀបមកយើងរៀបឲ្យអស់មកមិនមែនទេទាំងសងខាងទេរៀបមកចុងហ្នឹងបន្ទាប់ពីយើងរៀបអស់ហើយនេះឡតផ្ដាងខាងក្នុងកន្លែងដែលវាបែកហ្នឹងបងប្អូនតែនេះខ្ញុំអត់ទាន់ដំចេញទេវាបែកនៅជាប់ជាមួយនឹងឡតនេះបងប្អូនឡតមញងឡតផ្ដាងមញងមិនមែនឡតមញងទេឡតផ្ដាងមញងខ្ញុំអត់ទាន់ដំចេញទេតែនេះខ្ញុំមកបង្ហាញប្រាប់បងប្អូនហ្នឹងហើយយើងយកមកដាក់វាបងប្អូនបញ្ចូលវាបន្ទាប់ពីយើងដាក់វាអញ្ចឹងហើយអត់ទេបងប្អូនយើងមិនបាច់ដាក់ថ្មីនេះក៏បានដែរយើងដាក់ចាស់វាដើម្បីយើងស្រួលដំអាឡតនេះវាចេញហ្នឹងហើយពួកអីអាឡតហ្នឹងបើសិនជាវាច្រេះអញ្ចឹងគឺពិបាកដំចេញមែនតើហើយយើងដាក់ចាស់វាវិញក៏បានដែរបងប្អូនយើងដាក់ចាស់មកឲ្យពិបាកដំអានឹងចេញនៅពេលដែលយើងរៀបអាចាស់ចូលគឺយើងស្រួលដំវាចេញបងប្អូនវាអត់ពិបាកទេឥឡូវខ្ញុំរៀបស្រួលដំឡតផ្ដាំងមញងណានឹងកែឡតផ្ដាំងមញងពេលដែលយើងរៀបចូលអញ្ចឹងហើយយើងទៅរៀបគ្រាប់វាបងប្អូនចន្លោះគ្នាមើលស្មានគ្នាអញ្ចឹងបងប្អូននឹងឲ្យយើងរៀបគ្រាប់ចន្លោះអញ្ចឹងមកហើយជំហានយើងដំអាឡតនេះចេញសិនបងប្អូននឹងឲ្យដំអាឡតនេះចេញសិនបាច់ដំអានឹងចេញក៏បានដែរបងប្អូនបាច់ដំអាឡតនេះចេញក៏បានដែរយើងដំផ្ដាងចេញសិនមកហើយអាឡតដែលនេះយើងចាំដំតាមក្រោយក៏វាមានបញ្ហាអីដែរអញ្ចឹងខ្ញុំនឹងដំវាចេញថាដើមចេញស្រួលឬមួយក៏យ៉ាងណាបងប្អូនចាប់ទស្សនាអស់គ្នាចាប់ផ្ដើមដំរៀងខ្លាំងដែរបងប្អូនបានវាចេញពីព្រោះអីតាមបួរនេះគឺវានៅល្អអញ្ចឹងវាអត់ហោកដល់ពេលវាអត់ហោកគឺវាស្អិតវាតឹងខ្លាំងឥឡូវនេះចេញហើយបងប្អូនឥឡូវនេះចេញហើយចេញទាំងពីរតែម្ដងហ្នឹងហើយដំតែមួយចេញទាំងពីរចេញទាំងសទះផ្ដាំងនេះដែលជាប់ជាមួយនឹងតាមបួរហើយមួយទៀតចេញទាំងឡតនេះអញ្ចឹងយើងវាអត់ពិបាកទេហ្នឹងហើយបងប្អូនវីដេអូដែលចែកជាចំណេះដឹងតិចតួចអត់មានអីច្រើនទេមានតែប៉ុណ្្នឹងក៏បើសិនជាបងប្អូនពេញចិត្តសូមជួយ share ចុច like ម្នាក់មួយផងក៏សូមអរគុណច្រើននិងសូមគោរពលាបាទជួបគ្នានៅវីដេអូក្រោយៗទៀត